ហេតុអ្វីបានជាមហាសេដ្ឋីលំដាប់កំពូលមេដឹកនាំប្រទេសនិងតារាល្បីៗទូទាំងពិភពលោកសុខចិត្តទុករថយន្តស្ពណ៌តម្លៃរាប់សែនដុល្លារចោលនៅផ្ទះហើយជ្រើសរើសមកជិះរថយន្តវ៉ែនពេលចេញធ្វើការងារធំៗទៅវិញនៅក្នុងឆ្នាំ1996ក្រុមហ៊ុន Mercedes បានមើលឃើញអំពីបញ្ហារបស់មហាសេដ្ឋីនិងអ្នកមានធុញទ្រាន់នឹងរថយន្តតូចៗដែលចង្អៀតគ្មានឯកជនភាពទើបពួកគេសម្រេចចិត្តបំបែកខ្នាតពីរថយន្តតូចមកជារថយន្តវ៉ែននេះមិនមែនជារថយន្តដឹកក្រុមគ្រួសារធម្មតានោះទេតែវាគឺជាបន្ទប់សណ្ឋាគារលំដាប់ផ្កាយ5ចល័តដ៏មានផាសុកភាពគោលបំណងពិតប្រាកដគឺដើម្បីផ្ដល់នូវកន្លែងដ៏ធំទូលាយនិងផាសុកភាពដែលអនុញ្ញាតឲ្យយើងគេងសម្រាកធ្វើការឬប្រជុំបានយ៉ាងងាយនៅក្នុងរថយន្តបច្ចុប្បន្ននេះសម្រាប់រថយន្ត Mercedes-Benz V-Class មួយនេះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះ Mercedes បានរចនារថយន្តនេះសម្រាប់អ្នកដែលអង្គុយខាងក្នុងនៅពេលដែលទ្វារអូតូត្រូវបានបើកវានឹងនាំអ្នកចូលទៅកាន់ពិភពមួយផ្សេងទៀតដែលមានប្រព័ន្ធការពារសំឡេងរំខានកម្រិតខ្ពស់ខាងក្នុងបំពាក់ទៅដោយពូកស្បែក VIP លំដាប់យន្តហោះ First Class មានមុខងារម៉ាស្សាតុធ្វើការចល័តនិងប្រព័ន្ធភ្លើង Ambient Light ដ៏ល្អឥតខ្ចោះហើយវាជាកន្លែងចរចាជំនួយដ៏ល្អនិងជាកន្លែងសម្រាប់ដ៏មានសុវត្ថិភាពបំផុតត្រង់ចំណុចពិសេសដាច់គេ Signature របស់រថយន្តមីនេះគឺកញ្ចក់ទ្វារក្រោយអាចបើកដាច់ដោយឡែកចេញពីគ្នា Easy Pack Tailgate ងាយស្រួលដាក់អីវ៉ាន់និងបំពាក់ដោយប្រព័ន្ធបូមកម្រិតខ្ពស់ដែលជួយទប់លំនឹងរថយន្តបានយ៉ាងស្ងប់ល្អទោះផ្លូវរលាក់ក៏ដោយសារតែរថយន្ត Mercedes-Benz V-Class បំពាក់ទៅដោយបច្ចេកវិទ្យាខ្ពស់ទាំងប្រព័ន្ធគ្រឿងក្រោមនិងប្រព័ន្ធទ្វាររួតអគ្គិសនីវាទាមទារនូវការថែទាំខ្ពស់បំផុតពីសំណាក់អ្នកជំនាញដែលមានជំនាញពិតប្រាកដជាពិសេសនៅខាងក្រុមហ៊ុនផ្ទាល់តែម្ដងដោយយល់ច្បាស់ពីកត្តានេះទើបក្រុមហ៊ុន Mercedes-Benz Cambodia សម្រេចបង្កើតនូវការយកចិត្តទុកដាក់យ៉ាងពិសេសទៅលើអតិថិជនដែលប្រើប្រាស់រថយន្តនេះដោយគ្រាន់តែអតិថិជនអញ្ជើញយករថយន្ត Model V-Class របស់បងប្អូនមកកាន់ Mercedes-Benz Cambodia និងទទួលបានការលាងសម្អាតទ្វាររួតដោយឥតគិតថ្លៃនិងការបញ្ចុះតម្លៃរហូតដល់ 20% ទៅលើគ្រឿងក្រៅកម្មវិធីពិសេសនេះចាប់ផ្ដើមពីថ្ងៃទី13ដល់ថ្ងៃទី18ខែកក្កដាឆ្នាំ2026នេះតែប៉ុណ្ណោះសូមធ្វើការកក់ទុកមុនឥឡូវនេះ